ចំពោះអ្នកដែលគាត់មានបញ្ហាអាសាឡើងមុនញឹកញាប់ឬក៏ស្បែករបស់គាត់ហ្នឹងគឺថាមួយខែហ្នឹងគឺឡើងមុនដល់ទៅ3ទៅ4ដងតែម្ដងនៅក្នុងមួយខែហើយជួនកាលមុនហ្នឹងគឺអត់ទាន់ជាទេហើយមុនថ្មីគឺឡើងមកទៀតអញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហាទាំងអស់នេះឬក៏អាសាឡើងមុនញឹកញាប់ខ្ញុំមាន3វិធីដើម្បីកាត់បន្ថយការឡើងមុននៅលើស្បែកហ្នឹងគឺញឹកញាប់អាចធ្វើវិធីនេះបានអញ្ចឹងវិធីទី1គឺការលាងមុខឲ្យបានស្អាតការលាងមុខគឺយើងអាចលាងមួយថ្ងៃ2ដងចំពោះការលាងមុខនេះដែរមិនមែនថាលាងតតែស្បែកហ្នឹងស្ងួតតែម្ដងទេទើបស្អាតការលាងមុខគឺលាងបែបធម្មតាតែនៅពេលដែលយើងលាងហើយស្បែករបស់យើងហ្នឹងគឺនៅមានសំណើមនៅលើស្បែកតែម្ដងអញ្ចឹងចំពោះអ្នកដែលគាត់អាសាមានបញ្ហាឡើងមុនញឹកញាប់អាចលាងពីតំបន់ដែលមានជាតិប្រេងច្រើនទៅមុនមានន័យថាយើងអាចលាងពីតំបន់ថ្ងាសបន្ទាប់មកតំបន់ច្រមុះបន្ទាប់មកតំបន់ចង្ការបស់យើងហើយទី2ហ្នឹងគឺតាក់ទងជាមួយនឹងការជ្រើសរើសផលិតផលដែលយើងប្រើប្រាស់មិនថាសេរ៉ូមគ្រីមផ្ដល់សំណើមឬក៏លេការពារកម្ដៅថ្ងៃឯងជាទូទៅអ្នកដែលគាត់មានការឡើងមុនញឹកញាប់នៅលើស្បែកហ្នឹងគឺស្បែកគាត់ភាគច្រើនគឺស្បែកប្រេងហើយនៅពេលដែលគាត់ជ្រើសរើសផលិតផលអត់បានត្រឹមត្រូវមានប្រេងច្រើនមុនរបស់គាត់ហ្នឹងក៏អាសាឡើងដែរអញ្ចឹងការជ្រើសរើសផលិតផលហ្នឹងគឺចាំបាច់ហើយបើសិនជាអាចគឺប្រើផលិតផលដែលអ្នកជំនាញគាត់ណែនាំឬក៏ដុកទ័រស្បែកណែនាំតែម្ដងគឺកាត់បន្ថយការឡើងមុនបានច្រើនមែនទែនទី3គឺតាក់ទងជាមួយនឹងអ្នកដែលគាត់ចូលចិត្ត make up ឬក៏ប្រើ BB cream អញ្ចឹងបើសិនជាក្នុងករណីអត់ចាំបាច់គឺអ្នកទាំងអស់គ្នាកុំគួរ make up ញឹកញាប់ពេកឬក៏កុំគួរប្រើប្រភេទ BB cream ហ្នឹងជំនួសលេការពារកម្ដៅថ្ងៃខ្លាំងពេកដោយសារតែវាអាចធ្វើឲ្យរន្ធញើសរបស់យើងហ្នឹងគឺមានសភាពហប់ឬក៏ស្ទះអញ្ចឹងបើសិនជាយើងត្រូវកម្ដៅថ្ងៃច្រើនឬក៏នៅកន្លែងណាដែលមានសភាពហប់មុនហ្នឹងគឺជាអត់ផុតទេគឺនឹងឡើងហើយបើសិនជាអាចប្រើជាប្រភេទលេការពារកម្ដៅថ្ងៃដែលមានសាច់ស្រាលឬក៏អត់មានជាតិបន្ថែមពណ៌នៅលើស្បែកគឺកាន់តែល្អចំពោះអ្នកដែលគាត់អាសាឡើងមុនញឹកញាប់ឬក៏ឡើងបាត់គាត់អាចសាកធ្វើ3តិចនៅខាងលើនេះបានតែចំពោះអ្នកដែលគាត់មានបញ្ហាឡើងមុនរ៉ាំរ៉ៃហើយឡើងម្ដងហ្នឹងគឺច្រើនតែម្ដងហើយឡើងជាប្រចាំគាត់អាចពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញបាន